ទីណាមានជនជាតិដើមភាគតិចទីនោះគឺមានដីធ្លីព្រៃឈើធំទូលាយសម្រាប់ការរស់នៅរបស់មនុស្សសត្វសម្រាប់ប្រទេសជាតិទាំងមូលនៅឆ្នាំឈ្មោះទៀតទៅជនជាតិពួយមកពីខេត្តព្រៃវែងខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានអង្គសខាសាលាផ្ដល់ការអនុញ្ញាតឲ្យខ្ញុំចែករំលែកនិងចំណាប់អារម្មណ៍អំពីសារៈប្រយោជន៍នៃធនធានធម្មជាតិនិងគុណតម្លៃរបស់ជនជាតិដើមភាគតិចជាសារៈប្រយោជន៍នៃធនធានធម្មជាតិដោយលោកស្រីបានដឹងថាជនជាតិដើមភាគតិចរស់ពឹងអាស្រ័យលើដីធ្លីធនធានធម្មជាតិហើយធនធានធម្មជាតិដែលយើងរស់នៅសប្តាហ៍នេះគឺអាចផ្ដល់ជាជំរកចំណីអាហារជាប្រាក់ចំណូលសម្រាប់បងប្អូនជនជាតិដើមភាគតិចនិយាយថាប្រាក់ចំណូលនេះមិនមែនយើងកាប់ព្រៃកាប់ឈើលក់នោះទេគឺយើងប្រមូលផលឡើងផលព្រៃឈើគ្រប់ប្រភេទគ្រប់រដូវកាលទាំងអស់យើងយកមកលក់ដូរដើម្បីប្រាក់កម្រៃហើយយើងយកមកធ្វើជាចំណីអាហារទោះបីបងប្អូននៅឆ្ងាយមិនបានទទួលផលប្រយោជន៍ដូចពួកខ្ញុំជាបលែប្រឡុកក៏យើងបានទទួលជាខ្យល់អាកាសបរិសុទ្ធសម្រាប់ការរស់នៅរបស់ពួកយើងអស់គ្នានៅលើទឹកដីរបស់ខ្លួនយើងមិនដែលរំលោភបំពានពីសំណាក់អ្នកដទៃឬក៏ជនជាតិដើមភាគតិចខ្លួនយើងទេគឺយើងមានភាពសាមគ្គីគោរពគ្នាទៅវិញទៅមកជាអធិស្ឋានគ្នាយោគយល់គ្នាហើយពួកខ្ញុំថែរក្សាបាននូវវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចចឹងហើយពួកខ្ញុំក្នុងនាមជនជាតិដើមភាគមានមោទនភាពមែនទែនដោយបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គ្រប់គ្រងជនជាតិដើមភាគតិចហើយយើងនឹងចូលរួមយ៉ាងពេញលេញក្នុងការថែរក្សាធនធានធម្មជាតិដីធ្លីដីជីវិតជនជាតិដើមភាគតិចយើងឲ្យបានគង់វង្សសម្រាប់បុព្វចៅជំនាន់ក្រោយហើយសំណូមពរមួយទៀតសូមរាជរដ្ឋាភិបាលជួយគ្រប់គ្រងនិងប្រសិទ្ធជូនជនជាតិដើមភាគតិចដែលគាត់រស់នៅតំបន់ហ្នឹងតាំងពីដូនតាមកឲ្យគាត់បានរស់នៅមានស្រែមានការមានដីធ្លីមានសិទ្ធិពេញលេញក្នុងការបបមកបងរកចិញ្ចឹមជីវិតចឹងខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលនឹងគ្រប់គ្រងសិទ្ធិជនជាតិដើមភាគតិចដូចបានចែងក្នុងគោលនយោបាយអភិវឌ្ឍជនជាតិដើមភាគតិចដល់ចំណុចនេះឲ្យពួកខ្ញុំបានគោរពនិងអនុវត្តទៅតាមច្បាប់តាមគោលការណ៍របស់ជាតិចាសសូមអរគុណលោកសិននេះខ្ញុំអធិប្បាយទៅឲ្យមានលលួសថាកន្លែងណាមួយសូមអន្តេបៃទូបាញ់អធិស្ឋានដល់